នៅមិននៅនំទុកដាក់ខ្លួនក្រុមគ្រូទឿត្រូវក្រសួងព័ត៌មានហៅទៅអប់រំជំវិញការធ្វើវីដេអូមានខ្លឹមសាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកមានជំងឺអេដស៍នៅព្រឹកថ្ងៃទី31ខែកក្កដាឆ្នាំ2026នេះលោកណេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញចូលរួមជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពនេះលោករដ្ឋមន្ត្រីបានមានប្រសាសន៍ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ឲ្យចាត់វិធានការជាបន្តនៅក្នុងការស្វែងរកនិងហៅក្រុមផលិតមាតិកាវីដេអូដែលគេស្គាល់ថាជាក្រុមគ្រូទឿមកធ្វើកិច្ចសន្យាណែនាំនិងអប់រំបន្ទាប់ពីក្រុមនេះបានផលិតមាតិកាវីដេអូដែលមានខ្លឹមសាររើសអើងយ៉ាងធ្ងន់ធ្ងរចំពោះអ្នកមានជំងឺអេដស៍ទន្ទឹមគ្នានេះផងដែរលោករដ្ឋមន្ត្រីក៏បានណែនាំឲ្យចាត់វិធានការដូចគ្នាទៅលើក្រុមអ្នកលក់ផលិតផលតាមប្រព័ន្ធអនឡាញដែលចូលចិត្តស្លៀកពាក់លេចលើខ្វះក្រោមបញ្ចេញសាច់ដើមទ្រូងធំៗដើម្បីទាក់ទាញការចាប់អារម្មណ៍ដោយត្រូវហៅបុគ្គលទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សីលធម៌សង្គមផងដែរសូមបញ្ជាក់ជូនបងប្អូនថាមានការប្រតិកម្មជាខ្លាំងនៅពេលដែលក្រុមកំប្លែងគ្រូទឿយកអ្នកជំងឺអេដស៍មកធ្វើជាប្រធានបទផ្សាយកម្សាន្តដែលប៉ះពាល់តម្លៃគ្រូពេទ្យផងដែរបងប្អូនមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការប្រតិកម្មជាខ្លាំងក្រោយពីបានឃើញវីដេអូកំប្លែងរបស់ក្រុមកំប្លែងគ្រូទឿយកអ្នកជំងឺអេដស៍មកធ្វើជាប្រធានបទសម្រាប់ផ្សាយកម្សាន្តនិងប៉ះពាល់ដល់តម្លៃនៃគ្រូពេទ្យទាំងមូលនេះបើយោងទៅតាមសំណេររបស់លោកគ្រូពេទ្យម្នាក់ដែលបានលើកឡើងថាក្នុងនាមខ្ញុំជាគ្រូពេទ្យខ្ញុំគិតថាវីដេអូនេះប៉ះពាល់ដល់រូបភាពគ្រូពេទ្យជារឿងមួយប៉ុន្តែអ្វីដែលគួរឲ្យយកចិត្តទុកដាក់ជាងនេះទៅទៀតគឺការយកអ្នកជំងឺអេដស៍មកធ្វើជាប្រធានបទសម្រាប់លេងសើចកម្សាន្តការបង្ហាញបែបនេះអាចធ្វើឲ្យអ្នកជំងឺអេដស៍មានអារម្មណ៍ឈឺចាប់ខ្មាស់អៀនឬភ័យខ្លាចក្នុងការរើសអើងពីសង្គមវាក៏អាចជំរុញឲ្យមានការយល់ច្រឡំថា HIV គឺជាជំងឺគួរឲ្យខ្លាចនៅក្នុងការប៉ះពាល់ធម្មតាខណៈដែល HIV មិនឆ្លងតាមការចាប់ដៃការនៅជិតគ្នាការញ៉ាំអាហាររួមគ្នាឬការប្រើប្រាស់សម្ភារៈប្រចាំថ្ងៃរួមគ្នានោះឡើយរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានគូសបញ្ជាក់ផងដែរថាការសម្ដែងគឺចង់បានអ្នកមើលច្រើនប៉ុន្តែសីលធម៌នៃការសម្ដែងបានបង្កការប៉ះពាល់និងរើសអើងដល់អ្នកផ្ទុកជំងឺអេដស៍និងអ្នកជំងឺអេដស៍ដូច្នេះត្រូវតែហៅមកអប់រំណែនាំឲ្យគោរពនៅក្រមសីលធម៌ជាចាំបាច់ក្រសួងព័ត៌មានបដិញ្ញារក្សាសុវត្ថិភាពវប្បធម៌និងសីលធម៌សង្គមតាមរយៈការគ្រប់គ្រងមាតិកាឌីជីថលប្រកបដោយប្រសិទ្ធភាពការចេញបញ្ជាបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានគឺធ្វើឡើងនៅក្នុងគោលបំណងពង្រឹងតម្លៃសីលធម៌សង្គមវប្បធម៌និងការការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិក៏ដូចជាទប់ស្កាត់ការផ្សព្វផ្សាយមាតិកាអនឡាញទាំងឡាយណាដែលខ្វះការទទួលខុសត្រូវនិងធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិពេទ្យរួចក្រៅពេទ្យហើយពាក់ព័ន្ធជាមួយនឹងអ្នកជំងឺអេដស៍បាទហ្នឹងគឺហៅមកណែនាំមកហើយបើសិនជាមិនគ្រប់គ្រងទៅលើ content របស់ខ្លួនឲ្យស្របតាមក្រមសីលធម៌ជីវៈទេប្រមាណទៅលើវិជ្ជាជីវៈនិងប្រមាណការគេហៅថាប្រមាណទៅលើការរើសអើងទៅលើអ្នកដែលមានបញ្ហាទុកមេរោគអេដស៍ឬក៏មានជំងឺអេដស៍នេះគឺត្រូវតែមានជាការប្រកបសម្ដែងគាត់ចង់បានយូរក៏ប៉ុន្តែសិលធម៌នៃការសម្ដែងនេះគឺអត់ទេទី2គឺដូចគ្នាដែរដែលមានស្ត្រីមួយក្រុមដែលលក់ផលិតផលគឺសម្ដែងដោយចំហដើមទ្រូងធំៗហ្នឹងបាទអាហ្នឹងគឺមិនសុខឲ្យចាត់វិធានការពីហ្នឹងបាទពីរក្រុមហ្នឹងដើម្បីយកមកខ្ញុំបានណែនាំច្រើនហើយតាមផ្ញើតាមសមាគមសិល្បៈផងដាំស្អីផងគឺដើម្បីកុំឲ្យចំហច្រើនពេកព្រោះអានេះចំហនៅក្នុងផ្ទះខ្លួនឯងចំហទៅប៉ុន្តែបើចំហដាក់កាមេរ៉ាហើយផ្សព្វផ្សាយពីព្រោះឥឡូវនេះយើងមកគាត់មានច្បាប់ហាមគាត់កុំឲ្យមើលទូរស័ព្ទទេចឹងអានេះគឺជាការបង្កនៅអសរធម៌សង្គម